បណ្ណាល័យគឺជាឃ្លាំងចំណេះដឹងការបង្កើតបណ្ណាល័យនៅតាមសាលាបឋមសិក្សាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការសិក្សានិងការបណ្ដុះទម្លាប់អានរបស់សិស្សលោកកាន់ពុទ្ធីប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាបានបង្ហាញពីសារៈសំខាន់នៃបណ្ណាល័យនិងយន្តការជំរុញឲ្យមានបណ្ណាល័យស្តង់ដារនៅតាមសាលាបឋមសិក្សាទូទាំងប្រទេសបណ្ណាល័យនៅតាមសាលាបឋមសិក្សាពិតជាដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញនិងលើកកម្ពស់ការសិក្សារៀនសូត្ររបស់សិស្សទី1គឺផ្ដល់នៅឯកសារយើងហៅថាជាសៀវភៅសម្រាប់សិក្សានិងអានបន្ថែមទី2គឺគាត់អាចខ្ចីសៀវភៅដើម្បីយកទៅស្វ័យសិក្សានៅផ្ទះជាដើមហើយនិងទី3នោះគឺយើងអាចថាបណ្ណាល័យគឺមិនមែនសម្រាប់តែសិស្សទេគឺសម្រាប់គ្រូស្រាវជ្រាវក៏ដូចជាសហគមន៍ក៏គាត់អាចទៅចូលអានសៀវភៅនៅក្នុងបណ្ណាល័យផងដែរដើម្បីឲ្យមានបណ្ណាល័យស្តង់ដារនៅតាមសាលាបឋមសិក្សាគឺទី1គឺយើងមានបង្កើតលិខិតបទដ្ឋានគតិយុត្តដូចជាក្រសួងបានអនុម័តដាក់ឲ្យអនុវត្តនៅស្តង់ដារបណ្ណាល័យបឋមសិក្សាដែលមាន3ផ្នែកផ្នែកទី1គឺឯកសារក្នុងប្រតិបត្តិស្តីពីការគ្រប់គ្រងនិងដំណើរការបណ្ណាល័យឯកសារទី2គឺពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រអំណាចនៅក្នុងបណ្ណាល័យនិងឯកសារទី3គឺពាក់ព័ន្ធជាមួយនឹងបញ្ជីសៀវភៅដែលមានជាង 1400 ចំណងជើងទី2គឺក្រសួងបានកំណត់ជាសុចនាករស្តង់ដារបណ្ណាល័យក៏ដូចជាសកម្មភាពអំណាចក្នុងបណ្ណាល័យការខ្ចីសងសៀវភៅជាដើមក្នុងសុចនាករនៃស្តង់ដារសាលាបឋមសិក្សាគំរូទី3គឺក្រសួងសហការជាមួយនឹងអង្គការដៃគូផ្សេងគឺផលិតនៅឯកសារអំណាចបន្ថែមជាពិសេសកញ្ចប់សម្ភារៈអំណាចថាដំបូងរបស់យើងឬមិនដើម្បីឲ្យបណ្ណាល័យរបស់យើងមានឯកសារកាន់តែសម្បូរបែបដើម្បីបម្រើឲ្យការអានរបស់អ្នកអានជាពិសេសគឺសិស្សសានុសិស្សរបស់យើងមួយទៀតផងដែរគឺក្រសួងក៏មានយន្តការជំរុញការបង្កើតស្តង់ដារបណ្ណាល័យនៅតាមសាលាបឋមសិក្សាតាមរយៈការចុះគាំទ្រទៅលើការបង្កើតនិងដំណើរការបណ្ណាល័យធ្វើម៉េចជំរុញឲ្យសាលាបឋមសិក្សាយើងមានបណ្ណាល័យស្តង់ដារកាន់តែច្រើនឡើងថែមទៀតអ្នកជំនាញលោកហៅសុខៈនាយកកម្មវិធីអំណាចនៃអង្គការរួមទ្រីតកម្ពុជាបានចែករំលែកអំពីស្តង់ដារគំរូអបបរមានៅបណ្ណាល័យបឋមសិក្សាបណ្ណាល័យគំរូស្តង់ដារអបបរមានៅបឋមសិក្សាបើនិយាយពីសម្ភារៈរូបវន្តអគារគឺមានអគារបន្ទប់ដែលប៉ិនស្តង់ដារជាតិធម្មតាគឺអាច7ម៉ែត្រគុណនឹង8ម៉ែត្រទីតាំងដែលដាក់អគារហ្នឹងគឺដាក់កន្លែងបណ្ណាល័យហ្នឹងគឺអាចកុមារស្រួលពេលដែលគេចេញលេងគេស្រួលដើរទៅគេរត់ទៅចូលបណ្ណាល័យនឹងបានមួយទៀតគឺបរិយាកាសបន្ទប់ហ្នឹងគឺសុវត្ថិភាពភ្លឺហើយបើនិយាយពីសៀវភៅវិញយ៉ាងហោចណាស់ពី700ទៅ800ចំណងជើងហើយនៅក្នុងថ្នាក់ហ្នឹងទៀតគឺត្រូវមានកន្លែងដែលសិស្សអានដោយម្ចាស់ការហើយមានគ្រូធ្វើសកម្មភាពអានមួយទៀតសំខាន់នោះគឺត្រូវមានបណ្ណារក្សដែលទទួលការបំពន់ច្បាស់លាស់ក្នុងការគ្រប់គ្រងបណ្ណាល័យហ្នឹងហើយគ្រូទាំងអស់ក៏បំពន់ច្បាស់លាស់ដែរអំពីរបៀបអានឲ្យកុមារនឹងរីករាយហើយបណ្ណាល័យហ្នឹងមានសៀវភៅចូលថ្មីជារៀងរាល់ឆ្នាំយ៉ាងហោចណាស់ក៏រៀងរាល់ឆ្នាំដែរទើបចាត់ទុកថាមានកម្រិតអបបរមាបានបាទលោកគ្រូឈួនស៊ីណែតនាយកសាលាបឋមសិក្សាតង៉ែនខេត្តបាត់ដំបងបានបង្ហាញចំណាប់អារម្មណ៍និងចែករំលែកបទពិសោធន៍ពីដំណើរការរៀបចំបណ្ណាល័យនៅសាលាបឋមសិក្សារបស់គាត់មានការសហការជាមួយនឹងអង្គការដៃគូព្រមទាំងសហគមន៍ផងដែរដែលគាត់បានជួយជាថវិកាដើម្បីជួសជុលនៅបន្ទប់ដើម្បីរៀបចំជាបណ្ណាល័យស្តង់ដារមួយដែលយើងថាវាស្តង់ដារនោះដោយសារយើងមានការខ្ចីសងមានការនាំសិស្សទៅអានអំណាចទាំង4នៅក្នុងបណ្ណាល័យហើយលោកគ្រូអ្នកគ្រូគាត់មានកាលវិភាគត្រឹមត្រូវក្នុងការចូលក្នុងបណ្ណាល័យធ្វើឲ្យកុមារនឹងទទួលនៅបានចំណេះដឹងហើយគាត់នឹងមានទម្លាប់អានពីពេលនេះទៅគាត់ចូលចិត្តអានហើយក្នុងបណ្ណាល័យរបស់យើងជាបណ្ណាល័យកុមារមេត្រីដោយសារកុមារចូលអានមិនដែលដាច់ថ្ងៃណាទេឲ្យតែយើងបើកបង្រៀនគឺយើងមានការអានជារៀងរាល់សប្តាហ៍តែម្ដងនៅក្នុងបណ្ណាល័យស្តង់ដារគំរូមានសៀវភៅដ៏គួរឲ្យទាក់ទាញជាច្រើនរយចំណងជើងតាំងនៅលើធ្នើស្របទៅតាមកម្រិតអាននិងងាយស្រួលសម្រាប់សិស្សជ្រើសរើសអានអ្នកគ្រូវុទ្ធសរតបណ្ណារក្សនៃសាលាបឋមសិក្សាតង៉ែន
បានបង្ហាញចំណាប់អារម្មណ៍ពីភាពខុសគ្នានៃបណ្ណាល័យស្តង់ដារនិងបណ្ណាល័យមិនទាន់ស្តង់ដារ បណ្ណាល័យស្តង់ដារខុសពីបណ្ណាល័យទូទៅគឺបណ្ណាល័យទូទៅពីមុនហ្នឹងគឺសាលាអត់ទាន់មានការគ្រប់គ្រងច្បាស់លាស់ទេចំណែកឯសិស្សវិញគឺគាត់មិនសូវមានចំណាប់អារម្មណ៍នៅក្នុងការចូលអាន បន្ថែមពីនោះអ្នកគ្រូសៅរតក៏បានចែករំលែកពីវិធីសាស្ត្រដើម្បីទាក់ទាញសិស្សចូលមកអាននិងខ្ចីសងសៀវភៅនៅបណ្ណាល័យ ដើម្បីទាក់ទាញឲ្យសិស្សចូលមកអាននៅក្នុងបណ្ណាល័យច្រើនទី1ហ្នឹងគឺយើងត្រូវតែរៀបចំបង្ហាញនៅគំនូរ print read ក៏ដូចជាសម្ភារៈ print read ហ្នឹងដែលជាស្នាដៃផ្ទាល់របស់សិស្សហើយមួយវិញទៀតនោះគឺយើងត្រូវតែបញ្ចេញនៅសៀវភៅថ្មីដើម្បីទាក់ទាញឲ្យសិស្សហ្នឹងគាត់មានចំណាប់អារម្មណ៍អានហើយគឺយើងមានការរៀបចំបរិស្ថាននៅក្នុងបណ្ណាល័យហ្នឹងឲ្យមានផាសុកភាពក៏ដូចជាអនាម័យល្អហើយលើសពីនោះទៅទៀតនោះគឺសាលាគឺមានការលើកទឹកចិត្តចំពោះសិស្សដែលគាត់បានខ្ចីសងសៀវភៅច្រើនជាងគេឲ្យទទួលបានប័ណ្ណសរសើរគឺក្នុងមួយឆ្នាំគឺសាលាធ្វើចំនួន2ដង បណ្ណាល័យបានចូលរួមលើកកម្ពស់ការអាននិងជួយឲ្យការសិក្សារបស់សិស្សកាន់តែប្រសើរឡើងអ្នកគ្រូផែនឡាវជីគ្រូបង្រៀននៃសាលាបឋមសិក្សាតង្កែនបានបង្ហាញចំណាប់អារម្មណ៍ពីផលជះវិជ្ជមានដែលសិស្សទទួលបានពីការចូលអានសៀវភៅនៅបណ្ណាល័យ ផលជះវិជ្ជមាននោះគឺឲ្យគាត់នឹងមានភាពរីករាយជាមួយនឹងការអានរបស់គាត់ហើយឃើញថាមានការអភិវឌ្ឍសមត្ថភាពអានរបស់សិស្សពួកឲ្យសិស្សនឹងគាត់ចេះលើកដាក់សម្លេងក្នុងការអានធ្វើឲ្យគាត់ស្គាល់ពាក្យថ្មីៗច្រើនហើយនឹងគាត់ប្រកបឲ្យគាត់មានបំណិនអានកាន់តែច្បាស់ហើយមួយទៀតនោះគឺគាត់ចូលចិត្តអានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃពេលដែលគាត់ឮសូរថាមានម៉ោងចូលបណ្ណាល័យអញ្ចឹងគឺគាត់មានភាពសប្បាយរីករាយហើយគាត់ចង់ចូលបណ្ណាល័យហើយចង់អានសៀវភៅរឿងច្រើនចា៎ កំពុងអានសៀវភៅយ៉ាងជក់ចិត្តកុមារីថ្នាក់ទី 6 មួយរូបបានចែករំលែកពីមូលហេតុដែលនាងចូលចិត្តចូលបណ្ណាល័យ ខ្ញុំចូលចិត្តបណ្ណាល័យព្រោះបណ្ណាល័យស្អាតមានសៀវភៅរឿងអានច្រើនលើពីនឹងទៀតលោកគ្រូអ្នកគ្រូបានដឹកនាំសកម្មភាពអានដែលគួរឲ្យសប្បាយរីករាយម្យ៉ាងទៀតខ្ញុំក៏អាចស្វែងយល់និងដឹងអំពីប្រវត្តិសាស្ត្រតាមរយៈការចូលអានសៀវភៅនៅក្នុងបណ្ណាល័យក ុមារាថ្នាក់ទី 6 មួយរូបទៀតក៏បានបង្ហាញចំណាប់អារម្មណ៍ពីការចូលអានសៀវភៅក្នុងបណ្ណាល័យ ខ្ញុំគិតថាការចូលបណ្ណាល័យការអានសៀវភៅវាជួយដល់ការសិក្សាខ្ញុំច្រើនមួយសប្តាហ៍ខ្ញុំចូល3ទៅ4ថ្ងៃ លោកវ៉ាន់សៃដែលជាអាណាព្យាបាលសិស្សបានបង្ហាញចំណាប់អារម្មណ៍ពីការផ្លាស់ប្ដូរទម្លាប់របស់កូនគាត់ សម្រាប់ខ្ញុំជាអាណាព្យាបាលខ្ញុំសប្បាយចិត្តបំផុតដោយសារតែសាលាមានបណ្ណាល័យពេលដែលកូនរបស់ខ្ញុំចំណាយពេលវេលាក្នុងអានសៀវភៅនៅក្នុងបណ្ណាល័យហើយក៏មកផ្ទះក្តីគឺក៏កាត់បន្ថយច្រើនទី1ក៏កាត់បន្ថយនឹងការមកពីសាលាវិញក៏ដើរលេងបាទដល់ពេលឥឡូវគាត់ងាកមកអានសៀវភៅវិញហើយពេលពាក្យណាដែលគាត់ពិបាកហើយនឹងឆ្ងល់ច្រើនគាត់មកសួរមកខាងខ្ញុំ ដូចគ្នានេះដែរអ្នកស្រីវលៈដែលជាអាណាព្យាបាលសិស្សបានចែករំលែកពីផលជះវិជ្ជមានដែលកូនរបស់គាត់ទទួលបានពីបណ្ណាល័យ គាត់រៀនអានបានលឿនជាងមុនចាហើយគាត់រៀនបានពូកែចាហើយការយកចិត្តទុកដាក់របស់គាត់ចាគាត់រីករាយជាមួយនឹងសៀវភៅបណ្ណាល័យដោយសារតែមានរូបភាពចាតាក់ទាញធ្វើឲ្យគាត់សប្បាយចិត្តគាត់ចង់សួរចាពាក្យខ្លះគាត់អត់ចេះអានទេប៉ុន្តែពេលដែលគាត់បានឃើញសៀវភៅបណ្ណាល័យគាត់ចេះប្រកបទៅមុខបានចាគាត់រីករាយរំភើបជាមួយរូបភាពនៅក្នុងសៀវភៅបណ្ណាល័យចា ជាការពិតណាស់បណ្ណាល័យដែលមានដំណើរការប្រកបដោយស្តង់ដារបានគ្រប់គ្រងដល់ការសិក្សារៀនសូត្ររបស់សិស្សលោកកាន់ពុទ្ធីសម្ដែងមតិផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលាសហគមន៍និងសិស្សានុសិស្សធ្វើយ៉ាងណាជំរុញឲ្យមានការបង្កើតនិងដំណើរការបណ្ណាល័យស្តង់ដារនៅសាលាបឋមសិក្សាទូទាំងប្រទេស សាលារៀនមួយអាចបង្កើតនិងដំណើរការបណ្ណាល័យបានដោយរលូនបាទបំពេញបាននៅស្តង់ដារបណ្ណាល័យបឋមសិក្សាគឺទូនាទីធំជាងគេបំផុតគឺគណៈគ្រប់គ្រងជាពិសេសគឺនាយកសាលាបាទសូមលោកនាយកសាលាធ្វើការបដិញ្ញាចិត្តចូលរួមគាំទ្រដល់ការបង្កើតនិងដំណើរការបណ្ណាល័យពេលមានដំណើរការហើយសូមធានានិរន្តរភាពមួយទៀតគឺមេដាបេដាសូមចូលរួមគាំទ្រទៅដល់សាលារៀនព្រោះឯធនធានរបស់យើងមានកម្រិតការបង្កើតនិងដំណើរការបណ្ណាល័យក្រោមការគាំទ្រពីអង្គការដៃគូពាក់ព័ន្ធប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេគឺសូមឲ្យមានការចូលរួមតាមគោលការណ៍ស្ម័គ្រចិត្តហើយនឹងតាមលទ្ធភាពធ្វើម៉េចឲ្យបណ្ណាល័យយើងមានដំណើរការទី2គឺមេដាបេដាបាទមេដាបេដាត្រូវជំរុញលើកទឹកចិត្តកូនឲ្យធ្វើការអានសៀវភៅនៅផ្ទះឬក៏អានសៀវភៅនៅពេលទំនេរនិងចុងក្រោយគឺបងប្អូនក្មួយសិស្សសានុសិស្សសូមយកពេលទំនេរបាទពីការសិក្សានៅសាលារៀនបាទធ្វើការស្វ័យសិក្សាបន្ថែមជាពិសេសតាមរយៈការអានសៀវភៅ
បាទខ្ចីសិភៅពីបណ្ណាល័យខ្ចីសិភៅពីមិត្តភ័ក្តិបាទហើយធ្វើការអានជាប្រចាំអានទៅតាមកម្រិតសមត្ថភាពរបស់កូនដើម្បីឲ្យคล้ายទៅជាទម្លាប់មានមូលដ្ឋានគឺគ្រប់គ្រាន់នៅក្នុងការបន្តសិក្សាមុខវិជ្ជាផ្សេងទៀតរៀនចប់ហើយនឹងបន្តការសិក្សាពេញមួយជីវិតដែលស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជារបស់យើង